ទឹកចម្រុះពណ៌ជាច្រើនត្រូវបានដឹកយកមកដាក់នៅតំបន់ត្រជាក់ចិត្តត្រៀមការលេងកម្សាន្តក្នុងការបើកព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបងអនុគណៈកម្មការតំបន់ពាងទឹកសង្ក្រាន្តបាត់ដំបងឆ្នាំ2025បាននឹងកំពុងរៀបចំពាងទឹកចម្រុះពណ៌យកមកដាក់ពង្រាយនៅក្នុងតំបន់ពាងទឹកត្រៀមទុកសម្រាប់ការលេងកម្សាន្តក្នុងព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី2025ដែលនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះតាមការពិនិត្យជាក់ស្ដែងនៅតំបន់ពាងទឹកសម្រាប់សង្ក្រាន្តបាត់ដំបងឆ្នាំ2025កំពុងរៀបចំពាងចម្រុះពណ៌ចំនួន50ត្រៀមក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរក្នុងថ្ងៃបើកព្រឹត្តិការណ៍សង្ក្រាន្តខាងមុខដើម្បីឲ្យប្រជាពលរដ្ឋនិងយុវជនក៏ដូចជាភ្ញៀវទេសចរជាតិអន្តរជាតិទៅលេងកម្សាន្តកាន់តែមានភាពសប្បាយរីករាយដែលកម្មវិធីសង្ក្រាន្តបាត់ដំបងឆ្នាំនេះផ្ដើមរៀបចំសហការដោយសហភាពសហព័ន្ធយុវជនកម្ពុជានិងរដ្ឋបាលខេត្តបាត់ដំបងចាប់ពីថ្ងៃទី13ដល់ថ្ងៃទី16ខែមេសាឆ្នាំ2025តំបន់ពាងទឹកគឺជាតំបន់មួយក្នុងចំណោមតំបន់ទាំង11នៃឱកាសសង្ក្រាន្តបាត់ដំបង2025ដែលមានកម្មវិធីសប្បាយៗជាច្រើនរួមមានការលេងទឹកបែបខ្មែរនិងមានពាងចម្រុះពណ៌ស្តុកទឹកបន្ថែមសម្រាប់ការលេងកម្សាន្តផងដែរសូមបញ្ជាក់ថាទីតាំងសង្ក្រាន្តបាត់ដំបងឆ្នាំ2025នេះមានចំនួន11តំបន់សំខាន់រួមមានតំបន់វេទិកាបើកព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីតំបន់ត្រជាក់ចិត្តតំបន់ពាងទឹកតំបន់ភូមិយើងដែលមានការតាំងពិព័រណ៍ក្រុងស្រុកពិព័រណ៍ភូមិមួយផលិតផលមួយទីតាំងល្បែងប្រជាប្រិយខ្មែរតំបន់តន្ត្រីសុខស្រាយតំបន់សាសនាតំបន់ផលិតផលយក្សតំបន់ភូមិបង្អែមខ្មែរតំបន់ពិព័រណ៍ទូទៅនិងតំបន់តន្ត្រីសម័យ